ธีដាក់ជាផលកំណត់តាគឺមានរបៀបច្រើននៅក្នុងពេលនេះខ្ញុំសូមធ្វើវីដេអូខ្លីវិធីដាក់ជាផលកំណត់តាតាមវិធីគុណខ្វែងគេហៅថាវិធីគុណខ្វែងណាតែតាមវិធីគុណខ្វែងយើងមើលឧទាហរណ៍អក្សរកយើងមាន k ការ៉េបូក 2k ដល់3តើវាស្មើប្រមាណកតាគុណនឹងប្រមាណកតាណាអក្សរខខ្ញុំយកមកសរសេរម្ដងទៀតមកងាយស្រួលមើលឥឡូវគោលការណ៍នៅក្នុងការបំបែកបេក្ខនិតនេះអាចទៅជាវិធីគុណខ្វែងទី1យើងមើលទូទី1ដែលលើជាការ៉េចំណាំមើលទូទី1លើជាការ៉េគឺក្នុងឯកសារចេះមកសរសេរដាក់លើក្រោមចេះមកហើយយើងគិតថានេះជាគុណនេះ k គុណ k ចេញ k ការ៉េពីអញ្ចឹងហ៎ចឹង k គុណ k ចេញ k ការ៉េយល់ទេចឹងការ៉េនៃទូទី1នេះពេលដែលយើងធ្វើតាមវិធីគុណខ្វែងយើងដាក់លើក្រោមបាទគេដាក់លើក្រោមដល់ពេលទូទី3យើងដាក់លើក្រោមដែរហើយយើងសួរថាតើដក3នេះស្មើប្រមាណគុណប្រមាណខ្ញុំយក3គុណដក1ស្មើដក3ខ្ញុំយក1គុណដក3ស្មើដក3អញ្ចឹងមាន2ជំរើសដល់ទេដើម្បីបានដក3យើងធ្វើតាមជំរើសនេះក៏បានធ្វើតាមជំរើសនេះក៏បានប៉ុន្តែអាទូទី3នេះយើងធ្វើតាមជំរើសណាឲ្យវាពាក់ព័ន្ធមួយតម្លៃទូកដាល 2k ដល់ទេឥឡូវយើងមើលថានេះ3គុណនឹងដក1បានដក3ដក1គុណដក3ចុះបើយើងសម័យថានេះ 3k ហើយលេខ1គុណដក 1k វាស្មើ 2k អត់ 2k អត់ស្មើ 2k ទៅទូកដាលដែរចុះជំរើសទី2អានេះលេខ1យើងសន្មតថាវា 2k ហើយដក3គឺដក 3k ហើយបើ k ដក 3k សល់ដល់ 2k ចឹងអានេះយើងអាចយកវាទេដោយសារតែវាអត់ match ឬក៏អត់ត្រូវគ្នាជាមួយទូកណ្ដាលទេបាទទេចឹងទូទី3នេះលេខក៏ដោយប្រមាណក៏ដោយយើងគុណសារ៉េវាមិនឲ្យត្រូវទូកណ្ដាលដែរពេលដែលយើងគុណមកហើយចាំខ្ញុំបញ្ជាក់ថាពេលគុណមកឥឡូវដោយសារតែយើងយកជំរឿននេះ3នៅលើដាក់ដក1នៅក្រោមពេលរបៀបពិសេសបែបនេះហើយយើងដាក់សញ្ញាគុណបែងយើងទាញសញ្ញាគុណមកបន្តមកគូសរបាលនឹងក្រោមហើយគុណមក k គុណដក1បានដក k គុណ3បានបូក 3k ហើយលេខនេះទូទាត់ទៅពេកកន្លែងយើងធម្មតាមកសល់ប្រមាណ 2k សល់ 2k ចឹងហ៎ត្រូវទូកដាលត្រូវទេហ៎អូខេអញ្ចឹងខ្ញុំអាចបញ្ជាក់បានថាយើងសារ៉េទូទី3នេះលេខនេះថាទូទី3សារ៉េទូទី3ដាក់វាឈរលើក្រោមនេះគុណ3គុណដក1ចេញដក3ទៅទូទី3ហើយផលគុណខ្វែងដែលយើងរៀននេះត្រូវតែស្មើទូកដាលបាទតែស្មើទូកដាលឥឡូវយើងបានចម្លើយហើយគេបានទៀងទាត់ហើយk គុណ k ចេញ k ការ៉េទៅទូទី1 3គុណដក1ចេញដក3ទៅទូទី3ហើយផលនៃគុណខ្វែងទូទាត់ចេញ 2k ត្រូវទូកដាលយើងទាញការសន្និដ្ឋានថាទូនេះគឺជាផលគុណកតាគ្នាអញ្ចឹងបើ k បូក3គឺស្អីបងពេលយើងសរសេរទៅក្នុងកតាគឺស្អីបង k ដកពេលយើងយកទៅសេជាផលគុណកតាគឺស្អីបងត្រូវដល់ទី2យើងមាន k ការ៉េបូក k ដក2ឥឡូវ k ការ៉េគឺវាមក k នៅលើ k នៅក្រោមអញ្ចឹង k គុណ k បាន k ការ៉េបាទណាត្រូវហើយបើវាអត់ពិបាកតម្រូវអាទូទី1នេះស្រួលតម្រូវទីទូទី2មានដក2ខ្ញុំទាញមើលសេក្រៅនេះដក2
dương do chúng mình pi con nằm đỏ muối rồi có muối con nằm đỏ pi chắc nhân tìm rồi lấy pi bảo ốc ma tha cứ chịu bị khé hai đỏ mùi khé đấy sao khé phải tu ra đấy phải muối là nhân thịt cháo muối thẳng phải rồi chúng mình tìm pi lấy muối con đỏ pi chúng mình phải pi con đỏ muối trên đỏ pi ấy muối con đỏ pi trên đỏ pi đối này tại chứ và cho khé nhưng sao mà tập khé biết chưa bà so khé rồi anh nhắc là gì cho mà ta sai một bên nhiều việc muối cứ khé nhà đó đi cho mình khé chẳng khé đó pi khé nó sao đó khé anh đi anh đó tiếp tục trái hết bàn tay với mình xây cho mỗi tu của đá này được hạt là gì giờ mà nó sai đấy chắc nhiên cho ok chẳng tôi thì vậy năm nay con tranh đỏ bí cứ kim giờ chừng đấy lấy bí rồi bà đỏ muối cùng đồ bá cô xì nhà khoai nó hai con mà thế cô xì nhà khoai nó đã hai là dùng con khoai đâu thế mình con bí nó thế con trẻ thế con đỏ muối ba đỏ muối thế con bí và một bí thế đỏ thế tụ tập bí thế sọ thế nó cứ chụp thu cán đó đấy chắc pha con khoái trong trời ở hỏi tôi thì mỗi khe cái đấy tôi thì vậy vì còn đỏ mùi và đỏ bí hãy khó để dân tu to trên vì cả con khoái tay tu đã chẳng như kia khác cả là sai cho tầm trời ai tôi sẽ cho không ta bạn khe bí cứ khe bố bí khe đỏ muối như xa cả ta khe đỏ